សួស្ដីកូនសិស្សសម្រាប់សួរអ្នកគ្រូអ្នកគ្រូបានដំណឹងថ្មីតែកូនសិស្សតំតែសម្ភារជាប់ថ្មីនេះកូនសិស្សមានចំណាប់អារម្មណ៍យ៉ាងណាដែរសប្បាយចិត្តរំភើបចង់ហោះហើរលើអាកាសអីអត់ចង់តែចាំហោះទៅជប៉ុនហ្មងណាចាប៉ុន្តែមានបានប្រាប់ដំណឹងនេះទៅអ្នកទេឬក៏អាណាព្យាបាលអីអស់នៅប្រាប់ឲ្យអស់គ្រូគាត់មានអារម្មណ៍មិនដែរមានអារម្មណ៍សប្បាយចិត្តរំភើបពេលកូនពិធីជាប់យ៉ាងចាអញ្ចឹងគាត់មានអារម្មណ៍ថារំភើបរីករាយសប្បាយចិត្តអបអរជាមួយនឹងកូនណាចាអញ្ចឹងអ្នកគ្រូក៏ចូលរួមអបអរដល់កូនសិស្សដែលបានសម្ភារជាប់ហើយកូនសិស្សក៏ជាអ្នកខិតខំប្រឹងប្រែងអញ្ចឹងខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីកាន់តែជោគជ័យបន្ថែមទៀតចាអញ្ចឹងកុំឲ្យខាតពេលវេលាយូរមុននឹងឈានទៅដល់ការសម្ភារអ្នកគ្រូចង់ឲ្យកូនសិស្សណែនាំខ្លួនម្នាក់ដងពីឈ្មោះអាយុនិងខែដែលកូនសិស្សមកទៅកាន់ពុកម៉ែបងប្អូនដែលគាត់កំពុងទស្សនាទៅលើវីដេអូហ្នឹងអញ្ចឹងអាចណែនាំពីឈ្មោះអាយុនិងខេត្តសម្រាប់សួរខ្ញុំបានឈ្មោះជឿនដិនធូមានអាយុ23ឆ្នាំមកពីភូមិព្រីងពោះឃុំសាស្លប់ស្រុកបន្ទាយខេត្តពោធិ៍សាត់សម្រាប់សួរបានខ្ញុំឈ្មោះញៀនសេងហួរមកពីខេត្តកំពង់ឆ្នាំងមានអាយុ22ឆ្នាំអញ្ចឹងអ្នកមកពីពោធិ៍សាត់ហើយនិងអ្នកមកពីកំពង់ឆ្នាំងដែលធ្លាប់ស្គាល់គ្នាពីមុនមកអត់គ្រូតែឥឡូវស្គាល់គ្នានៅស្គាល់នៅ BP ភ្ជាប់និស្ស័យមួយគ្នានៅ BP ហើយសុភាជាប់ជាមួយគ្នាហ្មងណោះជាមួយគ្នាកន្លែងតែមួយតែកែតែមួយបាទចាអញ្ចឹងពេលដែលយើងទៅដល់ជប៉ុនឥឡូវហ្នឹងយើងខ្លាចជាបងប្អូនគ្នាហើយទៅដល់ជប៉ុនចេះមើលថែរក្សាគ្នាផងណាបាទចាអញ្ចឹងកុំឲ្យខាតពេលវេលារបស់យើងកាន់តែយូរឈានទៅដល់ការសម្ភាសជាមួយនឹងចំណាប់អារម្មណ៍សរសែនរំភើបរីករាយរបស់កូនសិស្សតែម្ដងអញ្ចឹងអ្វីដែលអ្នកគ្រូចង់ដឹងកូនសិស្សសម្ភាសជាប់ទៅផ្នែកណាដែរខាងសំណងលេបថ្នាំដែលធ្លាប់ធ្វើសំណងពីមុនមកអត់ធ្លាប់បាទអញ្ចឹងទៅលើផ្នែកសំណងដែលយើងទៅយើងអាចធ្វើបានណាធ្វើបានហើយកូនសិស្សមានស្នាមសាក់ត្រូវទេមានស្នាមសាក់ត្រង់កន្លែងណាខ្លះដែរសាក់ទ្រូងនឹងដៃជួយបង្ហាញសាក់ទៅកាន់ពុកម៉ែបងប្អូនមើលតិចណាសាក់ដៃនេះទ្រូងទ្រូងបាទនេះប៉ុន្តែថាទៅលើសាក់ដៃហ្នឹងជាសាក់ពិតប្រាកដឬក៏សាក់គូទេសាក់ពិតប្រាកដមានភ័យខ្លាចតែមានសាក់អីសម្ភារអត់ជាប់អត់មិនបងភ័យដែរតែបានជាប់ចាឥឡូវលេងភ័យជំនាញតកាយជាប់ហ្នឹងហើយឥឡូវលេងភ័យដោយសារតែយើងសម្ភារជាប់ជាក់ស្ដែងពិតប្រាកដមែនចាមិនថាយើងមកហើយយើងមានស្នាមសាក់យើងសម្ភារអត់ជាប់ទេគឺយើងសម្ភារជាប់ទោះបីជាយើងមានស្នាមសាក់ចាចុះកូនសិស្សសម្ភារមួយដងជាប់ដែរភា3ដងសម្ភារ3ដងជាប់មានអីចង់ចែករំលែកជាបទពិសោធន៍ក៏ដូចជាចំណេះដឹងទៅកាន់សិស្សបងដែលគាត់ត្រៀមខ្លួនក្នុងការសម្ភារអត់ថាមូលហេតុអីលើកទី1លើកទី2យើងសម្ភារជាប់ហើយលើកទី3យើងសម្ភារជាប់លើកទី1ដែលខ្ញុំសម្ភារអត់ជាប់ខ្ញុំរៀនទៅចង់ចាំសូវបានទៅខ្ញុំខំរៀនទៀតពេលដែលខ្ញុំប្រឡងលើកទី3ខ្ញុំប្រឡងជាប់យើងសម្ភារអូខេលើកទី3យើងមិនជាការប្រឡងទេគឺយើងសម្ភារជាប់ចាដោយសារតែយើងខិតខំប្រឹងប្រែងសិក្សារៀនសូត្របាទអញ្ចឹងចំពោះកូនសិស្សវិញសម្ភារជាប់ទៅផ្នែកណាដែរផ្នែកសំណងលាបថ្នាំមានសាក់ដូចគ្នាត្រូវទេមានសាក់ហ្នឹងហើយដៃគូនឹងគ្នាមានសាក់ដូចគ្នាសាក់ត្រង់កន្លែងណាខ្លះដែរសាក់ដៃបង្ហាញសាក់ពិតប្រាកដមើលលើកសាក់ឈ្មោះសង្សារមែនបេះដូងសាក់ឈ្មោះម្ចាស់បេះដូងអញ្ចឹងសាក់ពិតប្រាកដអត់មានគូអីណាជាប់មកជីវិតសាក់ជាប់មកជីវិតហ្មងចុះយើងមានភ័យខ្លាចអត់តែស្នាមសាក់ហ្នឹងដោយសារតែស្នាមសាក់ធ្វើយើងសុភាជាប់បាទសុភា3ដងបានជាប់ដោយសារតែស្នាមសាក់ហ្នឹងស្នាមសាក់ហើយនឹងណាមួយស្ទើរកម្ពស់ចាតែលើកទី1អញ្ចឹងការងារវាដូចអាគេរៀនឬកម្ពស់ដែរហើយនឹងអត់មានស្នាមសាក់អញ្ចឹងហើយណាមួយខ្សោយការនិយាយណែនាំជាភាសាជប៉ុនអញ្ចឹងដល់ពេលទី3ខ្ញុំខិតខំប្រឹងប្រែងរៀនអញ្ចឹងទៅឲ្យវានិយាយបានល្អហើយណាមួយទៅនឹងការងារដែលមានជំនាញអញ្ចឹងដែរទៅបានតការទីចិត្តអូខេអញ្ចឹងពិតជាល្អមែនទេដោយសារកូនសិស្សគឺអត់មានជាការបាក់ទឹកចិត្តអីទេគឺមានតែខិតខំប្រឹងប្រែងរៀនសូត្រមានន័យថាយើងយកចំណុចដែលយើងខ្វះខាតមកអភិវឌ្ឍខ្លួនឯងត្រូវអត់ចាអញ្ចឹងយើងអត់មានបាក់ទឹកចិត្តអីទេយើងត្រូវដឹងពីចំណុចខ្លាំងក៏ដូចជាចំណុចខ្សោយរបស់ខ្លួនឯងអញ្ចឹងមានន័យថាពីមុនមកដោយសារតែយើងស្ទើរកពោះហើយការងារហ្នឹងគឺយើងធ្វើអត់បានប៉ុន្តែនៅពេលដែលយើងជួបការងារណាដែលយើងធ្វើបានមានន័យថាយើងសម្ភារទៅជាប់ហ្មងពីហើយជាប់អូខេអញ្ចឹងអ្នកគ្រូក៏ចូលរួមអបអរដល់កូនសិស្សដែរតែបន្ទាប់ពីយើងសម្ភារជាប់ហើយមានអីចង់បដិញ្ញាចិត្តចំពោះខ្លួនឯងហ៎ខ្ញុំនឹងខិតខំប្រឹងប្រែងរៀនភាសាជប៉ុនឲ្យបានច្រើនចុះខិតខំធ្វើការឲ្យតកែជប៉ុនអត់ហើយទៅដល់ប្រទេសជប៉ុនខំធ្វើការឲ្យតកែជប៉ុនសប្បាយចិត្តពេញចិត្តយើងចូលយើងធ្វើការរហូតនឹងរៀនខ្មែរបន្តទៀត
ចាជំនាញដែលយើងត្រូវខិតខំប្រឹងប្រែងទាំងការរៀនសូត្រទាំងការធ្វើការឲ្យបានល្អដោយសារយើងជាកូនខ្មែរយើងទៅដល់ប្រទេសជប៉ុនយើងយកកិត្តិយសចង់និយាយថាយើងស្ពាយតង់ជាតិកម្ពុជាទៅអញ្ចឹងយើងត្រូវខិតខំប្រឹងប្រែងឲ្យមានតម្លៃមកប្រទេសយើងដែរចាតែអ្វីដែលអ្នកគ្រូចង់ដឹងបន្ថែមទៀតមូលហេតុអីដែលកូនសិស្សជ្រើសរើសមកចុះឈ្មោះនៅក្រុមហ៊ុន BP ស្គាល់ក្រុមហ៊ុនតាមរយៈណាដែរ ស្គាល់តាម Facebook ស្គាល់តាមរយៈ Facebook តាមដានមួយឆ្នាំអី ខ្ញុំតាមដានបាន 4-5 ខែ 4-5 ខែតាមដានមកល្មមយូរគួរសមដែរចាចុះមូលហេតុអីសម្រាប់ចាត់មកចុះឈ្មោះនៅក្រុមហ៊ុន BP ខ្ញុំឃើញថាក្រុមហ៊ុនអត់បោកទេទំនុកចិត្តច្បាស់លាស់ ក្រុមហ៊ុនដឹងពីក្រុមហ៊ុនអត់បោកហ្មងណាចាចុះជាក់ស្ដែងយើងមករៀននៅនឹងក្រុមហ៊ុនបោកអត់អត់គឺក្រុមហ៊ុនជួយមានតែជួយណែនាំបរិញ្ញាយើងឲ្យសុភីជាប់បានចាក់ចេញទៅជប៉ុនចាចុះចំពោះកូនសិស្សស្គាល់ BP តាមរយៈណាដែរតាមរយៈ Facebook តាមដានរយៈពេលប្រហែលជាមួយឆ្នាំអី 2 ខែអ្នកគ្រូ 2 ខែណាមូលហេតុអីហ៊ានសម្រាប់ចិត្តមកចុះឈ្មោះនៅក្រុមហ៊ុន BP តាមដានទៅឃើញមានថាផ្ដល់ទំនុកចិត្តហើយផ្ដល់កន្លែងស្នាក់នៅអាហារហូបចុកចឹងផ្ដល់ទំនុកចិត្តច្បាស់លាស់ឲ្យកូនសិស្សហើយនឹងជួយឲ្យកូនសិស្សរដ្ឋការឲ្យកូនសិស្សបានទៅធ្វើការនៅប្រទេសជប៉ុនចុះអំឡុងពេលដែលយើងមករៀន BP អញ្ចឹងមុនដំបូងយើងមិនតាមដានយើងគ្រាន់តែតាមដានតែអំឡុងពេលដែលយើងមករៀនជាក់ស្ដែងអញ្ចឹងមានអត់ចាក់ស្ដែងចាមានសិស្សច្បងរៀនពិតប្រាកដអត់មានសិស្សច្បងហើយមានរៀនហើយមានហោះជាបន្តបន្ទាប់ចាចុះយើងបានជួនដំណើរសិស្សច្បងខ្លះអត់បានជួនម៉ាននេះអីច្រើនណាស់សិស្សច្បងហោះជាបន្តបន្ទាប់ជិត20នាក់អូខេអញ្ចឹងយើងតិចទៀតមុនហ្នឹងគឺយើងជួនដំណើរសិស្សច្បងតិចតិចសិស្សបងជួនដំណើរយើងហោះចាក់ចេញទៅធ្វើការងារនៅប្រទេសជប៉ុនម្ដងតិចតិចដល់វេនយើងឯងចាចុះអំឡុងពេលដែលយើងមករៀននៅក្រុមហ៊ុន BP ក្រុមហ៊ុនមានផ្ដល់ជាអត្ថប្រយោជន៍អីខ្លះដែរដូចជាដល់ជូនកន្លែងស្នាក់នៅកន្លែងអាហារហូបចុកហើយនឹងជួយបង្រៀនការណែនាំខ្លួនជាភាសាជប៉ុនជួយបរៀនស្រាក់បរៀនអីឲ្យយើងចេះក្លាហានក្នុងការជួបតកាញ៉ាំញ៉ែតមុខហើយកុំឲ្យភ័យកុំឲ្យយើងបាក់ទឹកចិត្តអីចឹងពេលក្នុងការរៀនចុះអំឡុងពេលដែលយើងមករៀននៅ BP ហ្នឹងលោកគ្រូអ្នកគ្រូគាត់យកចិត្តទុកដាក់ក្នុងការបរៀនយើងអត់យកចិត្តទុកដាក់ចាចុះចំពោះសិស្សច្បងគាត់ដែរមានដូចជាពេលដែលយើងអត់ចេះអីយើងទៅសួរគាត់មានប្រាប់យើងទេបាទគាត់វាយល់យើងរៀនពេលយប់ឡើងពេលយើងចេះពីរៀនពេលល្ងាចវិញគាត់ទៅយល់ណែនាំថាទៅរៀនមិនឲ្យចាំទិញមិនឲ្យចាំអញ្ចឹងអូខេអញ្ចឹងមិនថាសិស្សបងសិស្សច្បងឬសិស្សប្អូននៅទីនេះគូគាត់ចេះសហការគ្នាចាអញ្ចឹងគាត់ចេះជួយគ្នាទៅវិញទៅមកដោយសារហើយយើងស្នាក់នៅជាក្រុមត្រូវអត់ជាក្រុមទៅលើការសម្អាតអីចេះជួយគ្នាទៅវិញទៅមកជួយគ្នាទៅវិញទៅមកម៉ានអ្នក10នាក់នៅជាន់ក្រោមអញ្ចឹងគាត់សម្អាតជាន់ក្រោមនៅជាន់ទី2សម្អាតជាន់ទី2នៅជាន់លើសម្អាតជាន់លើចាអញ្ចឹងគាត់ចេះជួយគ្នាទៅវិញទៅមកជួយយកអាសាគ្នាចាឈឺខ្យល់អីចឹងទៅគាត់កោះខ្យល់ឲ្យយើងអូខេដល់អ្នកឈឺអីគាត់ជួយយើងទៀតតែអញ្ចឹងដល់ទីនេះយើងដូចជាយើងជាមិត្តភ័ក្តិជាបងប្អូននឹងគ្នាយើងចេះជួយមើលថែរក្សាគ្នាប៉ុន្តែគោលដៅតែមួយគឺយើងទៅជប៉ុនឲ្យបានដូចគ្នាអូខេអញ្ចឹងជាចុងក្រោយមានអីចង់ណែនាំទៅកាន់ម៉ែបងប្អូនដែលគាត់មានបំណងចង់ទៅធ្វើការងារនៅប្រទេសជប៉ុនតែដូចពីយើងអញ្ចឹងគាត់អ្នកខ្លះគាត់មានសាក់មានអីទៅគាត់ភ័យខ្លាចអត់បានទៅហើយអ្នកខ្លះគាត់ភ័យខ្លាចតែក្រុមហ៊ុនបោកប្រាស់យើងមានអីចង់ណែនាំទៅកាន់គាត់អត់មានពាក្យចង់តាមថាបងប្អូនបើសិនណាចង់ទៅធ្វើការនៅប្រទេសជប៉ុនអាចមករក BP Manpower បានព្រោះអីអាចដល់ទំនុកចិត្តខ្ពស់ទោះយើងមានសាក់មិនក៏យើងអាចទៅបានដែរហើយដូចយើងស្ទើរកពស់ត្រអត់ទៅកពស់ទៅបានដោយសារតែសំខាន់យើងខិតខំប្រឹងប្រែងដែរអញ្ចឹងជាចុងក្រោយប្រសិនបើពុកម៉ែបងប្អូនដែលគាត់មានបំណងចង់ទៅធ្វើការងារនៅប្រទេសជប៉ុនតែគាត់មានសាក់ជាក់ស្ដែងដោយអ្នកគ្រូកូនសិស្សអ្នកគ្រូគាត់មានស្នាមសាក់ដែរសាក់ទាំងទ្រូងទាំងដៃហើយសាក់ពិតប្រាកដគាត់នៅតែសម្ភារជាប់បានចាក់ចេញទៅធ្វើការងារនៅប្រទេសជប៉ុនអញ្ចឹងបើសិនជាមានបំណងចង់ទៅធ្វើការងារនៅប្រទេសជប៉ុនអាចជ្រើសរើសមកចុះឈ្មោះនៅក្រុមហ៊ុន BP បានក្រុមហ៊ុនផ្ដល់ទំនុកចិត្ត 100% ដល់ពុកម៉ែបងប្អូនក្រុមហ៊ុនមានទីតាំងច្បាស់លាស់មានអាជ្ញាប័ណ្ណទទួលស្គាល់ពីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈក្នុងការបញ្ជូនសិក្ខាកាមទៅធ្វើការងារនៅប្រទេសជប៉ុនអញ្ចឹងបើសិនជាមានបំណងចង់ទៅធ្វើការងារនៅប្រទេសជប៉ុនអាចជ្រើសរើសចុះឈ្មោះនៅក្រុមហ៊ុន BP បានអាចទំនាក់ទំនងសួរព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទឬក៏តាម page Facebook បន្ថែមទៀតបានអញ្ចឹងសូមអរគុណដល់ពុកម៉ែបងប្អូនដែលតាមដានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់